រឿងប្រមាត់ប្រមងតើអ្នកធ្លាប់ឮទេថានៅកណ្ដាលព្រៃជ្រៅមួយក្នុងស្រុកខ្មែរមានបិសាចមួយដែលមិនសម្លាប់មនុស្សដោយកម្លាំងនោះទេប៉ុន្តែវាសម្លាប់ដោយការលួងចិត្តវាអាចបន្លំជាម្ដាយជាកូនជាប្រពន្ធឬជាមនុស្សដែលអ្នកស្រឡាញ់បំផុតអ្នកដែលដើរតាមសម្លេងវាមិនដែលមានអ្នកណាត្រឡប់មកវិញឡើយអ្នកស្រុកហៅវាថាប្រមាត់ប្រមងកាលពីសម័យបុរាណដែលព្រៃឈើនៅប្រទេសខ្មែរនៅតែសម្បូរបែបមានភូមិតូចមួយស្ថិតនៅជាប់ជើងភ្នំមួយដែលពោពេញដោយអ័ព្ទក្រាស់ស្ទើរតែរាល់ថ្ងៃអ្នកភូមិហៅភ្នំនោះថាភ្នំខ្មោចយំមិនមែនព្រោះមានខ្មោចជាច្រើននោះទេប៉ុន្តែពេលរាត្រីចូលមកដល់ជាពិសេសយប់ខែខ្មៅគេតែងឮសំឡេងមនុស្សយំសំឡេងក្មេងសើចនិងសំឡេងស្រែកសុំជំនួយបន្លឺចេញពីកណ្ដាលព្រៃគ្មានអ្នកណាអាចបញ្យល់ថាសំឡេងទាំងនោះជារបស់អ្នកណាឡើយអ្នកចាស់តែងប្រាប់កូនចៅថាបើឮសំឡេងហៅឈ្មោះកុំឆ្លើយបើឮម្ដាយហៅកុំងាកក្រោយបើឃើញពន្លឺភ្លើងក្នុងព្រៃកុំដើរតាមព្រោះនោះជាល្បិចរបស់ប្រមាត់ប្រមងក្មេងៗភាគច្រើនគិតថានោះគ្រាន់តែជារឿងបន្លាចប៉ុន្តែមនុស្សធំគ្រប់គ្នាដឹងថាវាជារឿងពិតជាច្រើនឆ្នាំមុនមានអ្នកកាប់ឈើ5នាក់ចូលព្រៃពួកគេចូលទៅតាំងពីព្រឹកលុះល្ងាចមកវិញតែ4នាក់បាត់ម្នាក់ឈ្មោះជឿនអ្នកភូមិប្រមូលគ្នាទៅរកពួកគេឃើញតែពូថៅរបស់គាត់ដាក់នៅក្រោមដើមឈើធំមួយនៅជុំវិញគ្មានស្នាមប្រយុទ្ធគ្មានស្នាមឈាមគ្មានសាកសពហាក់ដូចជាគាត់បាត់ខ្លួនទៅក្នុងខ្យល់ចាប់តាំងពីថ្ងៃនោះមកមនុស្សបាត់ខ្លួនកាន់តែច្រើនអ្នករោគផ្សិតអ្នកប្រមាញ់អ្នករោគឃ្មុំសូម្បីតែព្រះសង្ឃដែលនិមន្តបិណ្ឌបាតឆ្លងកាត់ព្រៃក៏ស្ទើរតែបាត់ព្រះអង្គដែរប៉ុន្តែដោយសារសូត្របរិទ្ធទើបអាចគេចផុតបាននៅក្នុងភូមិនោះមានយុវជនម្នាក់ឈ្មោះវណ្ណៈគាត់ជាកូនកំព្រាឪពុករស់នៅជាមួយម្ដាយទោះជាក្រីក្រក៏ដោយគាត់ជាមនុស្សស្មោះត្រង់ឧស្សាហ៍ព្យាយាមនិងគោរពអ្នកមានគុណជារៀងរាល់ថ្ងៃគាត់ចូលព្រៃរកអុសនិងរករុក្ខជាតិមកលក់ម្ដាយតែងនិយាយថាកូនបើអាចកុំចូលព្រៃជ្រៅវណ្ណៈញញឹមកុំបារម្ភម៉ែខ្ញុំប្រយ័ត្នណាស់យប់មួយខ្យល់បក់ខ្លាំងខុសធម្មតាឆ្កែទាំងភូមិស្រែកមិនឈប់មួនឡើងទ្រនំមុនពេលថ្ងៃលិចអ្នកចាស់និយាយថាបិសាចចេញដើរហើយពេលកណ្ដាលអាត្រៀតម្ដាយរបស់វណ្ណៈចាប់ផ្ដើមគ្រុនក្តៅខ្លាំងដង្ហើមរបស់គាត់ខ្សោយទៅអ្នកភូមិប្រញាប់ទៅហៅគ្រូថ្នាំបុរាណក្រោយពីនឹករួចគ្រូថ្នាំដកដង្ហើមធំជំងឺនេះធ្ងន់ណាស់វណ្ណៈសួរទាំងភ័យតើមានថ្នាំព្យាបាលទេគ្រូថ្នាំនៅស្ងៀមមួយសន្ទុះមានប៉ុន្តែថ្នាំនោះដុះតែនៅជើងភ្នំខ្មោចយំពាក្យនោះធ្វើឲ្យអ្នកនៅក្នុងផ្ទះស្ងាត់ទាំងអស់អ្នកជិតខាងម្នាក់និយាយភ្លាមទៅមិនបានទេអ្នកណាទៅទីនោះគ្មានអ្នកណាត្រឡប់វិញឡើយប៉ុន្តែវណ្ណៈក្រឡេកមើលម្ដាយដែលកំពុងដេកសន្លប់ភ្នែករបស់គាត់ពោពេញដោយទឹកភ្នែកបើខ្ញុំមិនទៅម៉ែនឹងស្លាប់ព្រឹកថ្ងៃបន្ទាប់អ្នកភូមិជាច្រើនមកខាត់គាត់មេភូមិនិយាយថាក្មួយយើងអាណិតម្ដាយក្មួយប៉ុន្តែយើងមិនចង់ឲ្យក្មួយបាត់ជីវិតដែរវណ្ណៈលុតជង្គង់គោរពអ្នកចាស់
ខ្ញុំសុំទោសតែខ្ញុំត្រូវតែទៅពេលគាត់រៀបចំចេញដំណើរមានតាចាស់ម្នាក់ដើរមកយឺតគាត់ជាអ្នកដែលធ្លាប់បួសរៀនអាគមនិងស្គាល់រឿងព្រេងជាច្រើនគាត់ដោះខ្សែគាថាព្រះចេញពីករបស់គាត់ដាក់ក្នុងដៃវណ្ណៈយកវាទៅវាមិនមែនជាអាវុធទេតែវានឹងការពារអ្នកបើចិត្តអ្នកនៅស្អាតវណ្ណៈសួរតើប្រមាត់ប្រមងគួរឲ្យខ្លាចប៉ុណ្ណាតាចាស់សម្លឹងទៅភ្នំដែលពោពេញដោយអាប់វាមិនស៊ីមនុស្សភ្លាមទេវាធ្វើឲ្យអ្នកភ្លេចខ្លួនឯងជាមុនវាធ្វើឲ្យអ្នកជឿអ្វីដែលអ្នកចង់ជឿហើយពេលអ្នកដឹងខ្លួនអ្នកនឹងមិនអាចត្រឡប់មកវិញបានទៀតថ្ងៃត្រង់វណ្ណៈដើរចូលព្រៃពន្លឺថ្ងៃចាប់ផ្ដើមងងឹតទោះបីនៅមិនទាន់ល្ងាចក៏ដោយស្លឹកឈើមិនកំរើកបក្សីឈប់យំសូម្បីតែសត្វល្អិតក៏លែងមានសំឡេងភាពស្ងៀមស្ងាត់នោះគួរឲ្យខ្លាចជាងសំឡេងស្រែកទៅទៀតគាត់ដើរបានប្រហែល1ម៉ោងស្រាប់តែវណ្ណៈសំឡេងស្ត្រីម្នាក់បន្លឺឡើងពីក្រោយខ្នងគាត់ឈប់ដើរបេះដូងចាប់ផ្ដើមលោតញាប់សំឡេងនោះគឺដូចម្ដាយរបស់គាត់បេះបិទកូនអើយម៉ែត្រជាក់ណាស់ជួយម៉ែផងវណ្ណៈស្ទើរតែងាកក្រោយប៉ុន្តែភ្លាមនោះគាត់នឹកឃើញពាក្យតាចាស់បើលឺអ្នកណាហៅកុំងាកក្រោយគាត់បិទភ្នែកកាន់ខ្សែគាថាឲ្យជាប់ហើយសូត្រព្រះបរិត្តយឺតភ្លាមសំឡេងយំនោះប្រែคล้ายជាសំឡេងសើចដោះសែនគួរឲ្យព្រឺសម្បុរសំឡេងសើចនោះបន្លឺពេញព្រៃហើយនៅចុងផ្លូវខាងមុខស្រមោលខ្មៅដ៏ធំមួយកំពុងឈរចាំគាត់ស្រមោលខ្មៅដ៏ធំមួយឈរនៅចុងផ្លូវកណ្ដាលព្រៃវណ្ណៈនៅស្ងៀមមិនហ៊ានដកដង្ហើមខ្លាំងសូម្បីតែបន្តិចខ្យល់ត្រជាក់បក់មកប៉ះស្បែករបស់គាត់រហូតធ្វើឲ្យសាច់រលាកព្រឺព្រួចស្លឹកឈើជុំវិញចាប់ផ្ដើមរង្គើប៉ុន្តែគ្មានខ្យល់ណាបក់ឲ្យវារង្គើឡើយសំឡេងសើចដ៏សែនព្រឺសម្បុរបន្លឺឡើងម្ដងទៀតពីបំផុតក៏មានមនុស្សម្នាក់ហ៊ានមករកយើងវណ្ណៈសម្លឹងទៅមុខដោយមិនបញ្ចេញពាក្យសម្ដីឡើយស្រមោលខ្មៅនោះចាប់ផ្ដើមដើរយឺតចេញពីអាប់រាងកាយវាខ្ពស់ជាងមនុស្ស2ដងស្បែកខ្មៅដូចធ្យូងភ្នែកក្រហមឆ្អៅដូចរងើភ្លើងសក់វែងរញ៉េរញ៉ៃធ្លាក់រហូតដល់ចង្កេះចង្កូមសស្រួចលិចចេញពីបបូរមាត់ហើយក្រចកវែងដូចកាំបិតនោះគឺជាប្រមាត់ប្រមងប៉ុន្តែអ្វីដែលធ្វើឲ្យវណ្ណៈភ្ញាក់ប្រោលគឺភ្នែករបស់វាមានទឹកភ្នែកដក់ជាប់បិសាចនិយាយទាំងញញឹមត្រជាក់មនុស្សអ្នកដឹងទេថាអ្នកជាមនុស្សទី1ក្នុងរយៈពេលជាង100ឆ្នាំដែលមិនរត់ពេលឃើញយើងវណ្ណៈកាន់ខ្សែគាថាក្នុងដៃខ្ញុំមករកថ្នាំខ្ញុំមិនមកប្រយុទ្ធជាមួយអ្នកទេបិសាចសើចខ្លាំងជាងមុនមនុស្សទាំងអស់និយាយបែបនេះតែចុងក្រោយពួកគេសុទ្ធតែលូបភ្លាមនោះវាលើកដៃឡើងដីទាំងមូលចាប់ផ្ដើមញ័រអពណ៌ប្រផេះហុយពេញព្រៃនៅចំពោះមុខវណ្ណៈស្រាប់តែមានផ្ទះឈើមួយលេចឡើងនោះជាផ្ទះរបស់គាត់ម្ដាយរបស់គាត់កំពុងអង្គុយនៅមុខទ្វារហើយញញឹមដូចមិនដាច់ឈឺវណ្ណៈកូនត្រឡប់មកហើយម៉ែជាហើយទឹកភ្នែកវណ្ណៈស្ទើរតែហូរបេះដូងរបស់គាត់ចង់រត់ទៅអោបម្ដាយប៉ុន្តែគាត់សង្កេតឃើញរឿងមួយម្ដាយរបស់គាត់គ្មានស្រមោលវណ្ណៈបិទភ្នែកហើយសូត្រគាថាបរិត្ត
ភ្លាមផ្ទះឈើទាំងមូលរលាយដូចផ្សែងសាកសពជាច្រើនបានលិចឡើងជំនួសវិញប្រមាត់ប្រមោងសើច ល្អណាស់អ្នកមិនងាយចាញ់ការបំផន់ទេបិសាចលើកដៃម្ដងទៀតលើកនេះវណ្ណៈឃើញមាសប្រាក់កែវពេជ្រនិងគ្រឿងអលង្ការរាប់មិនអស់រាយពេញដីពន្លឺរបស់វាចាំងភ្នែករហូតមើលស្ទើរមិនច្បាស់បិសាចនិយាយដោយសំឡេងទន់ភ្លន់យកទៅចោះបើអ្នកយកវាទៅម្ដាយអ្នកនឹងមិនក្រទៀតឡើយអ្នកនឹងក្លាយជាអ្នកមានជាងគេក្នុងភូមិវណ្ណៈញញឹមតិចបើទ្រព្យនេះកើតពីអំពើអាក្រក់ខ្ញុំមិនត្រូវការវាទេភ្លាមមាសប្រាក់ទាំងអស់ប្រែក្លាយជាពស់ខ្មៅរាប់ពាន់ក្បាលពស់ទាំងនោះវាមកជុំវិញជើងរបស់គាត់ប៉ុន្តែគាត់មិនរត់មួយសន្ទុះក្រោយមកពស់ទាំងនោះក៏បាត់ទៅវិញ